ឯបានផ្ញើទៅឲ្យញើត្រូវតែសរសេរក្តាប់បែកបាក់ត្រូវតែប្រុងប្រយ័ត្នជានិច្ចគឺអត់ឲ្យមានបញ្ហាបែកបាក់ទេបាទឡោះឲ្យបានខ្ញុំទូចិត្តជានាទីទល់ថ្ងៃហ្នឹងទល់រងថ្ងៃនេះឯងខ្ញុំមានគ្នាយើងម្នាក់គាត់ថាចេះបាទធ្លាប់ខមមិនមកថាបងឥឡូវលេងឃើញលក់អូបលឺលេងឃើញលក់អីអស់អញ្ចឹងបងបាទចំពោះអូបលឺពីមុនមកខ្ញុំសាចង់ចេះបានខ្ញុំអត់លក់ពេលលើផ្ញើឲ្យញៀវធ្លាប់បែកបាក់ហ្នឹងធ្លាប់បែកបាក់ហ្នឹងគឺអា2ទឹកបាទចំពោះ3ទឹក2ទឹកកន្លះឬក៏2ទឹកមានដៃជាន់អត់ដែលមានបញ្ហាទេតែដល់ពេលមានបញ្ហាអា2ទឹកមានដៃ2ជាន់ AE ហ្នឹងហើយមានដៃ2ជាន់ហ្នឹងមានបញ្ហាដល់ពេលមានបញ្ហាទៅក៏ខ្ញុំអាចបានរយៈបាទខ្ញុំចាំមើលសិនថាតើការវិចំរបស់ពីរោងចក្រមកហ្នឹងតើល្អិតល្អន់យ៉ាងម៉េចដែរតើការផ្ញើទៅបែកបាក់អីទៀតអត់ហើយពេលនោះទៀតសោតយើងដាក់ផ្ញើតាមក្រុមហ៊ុនដឹកជញ្ជូន JNT បាទហើយផ្ញើឲ្យបានហ្នឹងគឺមកពីខាង In China បាទប្រទេសចិនហើយបាននោះវានៅក្នុងកេះក្នុងប្រអប់យើងអត់ដឹងថាក្រុមហ៊ុនមួយណាអ្នកធ្វើបាក់បែកទេបាទអត់ដឹងថា JNT អ្នកធ្វើបាក់បែកក៏មិនដឹងថាក្រុមហ៊ុនមកពីចិននោះធ្វើបាក់បែកបាទយើងអត់ដឹងដូចគ្នាដោយសារតែកេះនោះគឺនៅក្នុងប្រអប់តែម្ដងតែបីតែខ្ញុំពេលដែលយកមកខ្ញុំក៏បានហែកមើលដែរខ្ញុំផ្ញើឲ្យញៀវតែម្ដងមានទាំងដើមមេដែកបាទមានទាំងបាក់ឆ្អឹងបាក់អីដែលបងប្អូនតាមបានពេញខ្ញុំស្គាល់ហើយដឹងហើយកាលថ្ងៃមុននោះខ្ញុំធ្លាប់លក់បាននេះមកក្របខ្ញុំលក់ 20000 នេះក្រប 20000ខ្ញុំលក់តិចអស់ទៅបាទហើយខាតអស់មកទឹកបាទខាតអស់ច្រើនហើយដូច្នេះមួយរយៈនេះគឺខ្ញុំយកមកវិញឲ្យអូបលឺ2ទឹកកន្លះ3ទឹកមានដៃ2ជាន់3ទឹកមានដៃ3ជាន់ក៏មានបាទអត់តែ2ទឹកកន្លះមានដៃ2ជាន់ទេតែ2ទឹកមានដៃ2ជាន់ខ្ញុំអត់មានទេហើយចំពោះ2ទឹកមានដៃ1ជាន់មាន AE ណា brand AE យើងមានហើយអីបានទាំងអស់ហ្នឹងខ្ញុំធ្លាប់ផ្ញើឥឡូវហ្នឹងហើយក៏ពីមុនក៏មិនដែលបែកបាក់ដែរក៏ដែលមានបញ្ហាដែរណាហ្នឹងហើយហើយឥឡូវនេះសម្បីតែ JNT ក៏ខ្ញុំបានប្រាប់ទៀតបញ្ជាក់ទៀតថាអីបានផ្ញើទៅឲ្យញើត្រូវតែសរសេរក្តាប់បែកបាក់ត្រូវតែប្រុងប្រយ័ត្នជានិច្ចគឺអត់ឲ្យមានបញ្ហាបែកបាក់ទេបាទឡោះឲ្យបានខ្ញុំទូចិត្ត JNT ទល់ថ្ងៃហ្នឹងទល់រងថ្ងៃនេះឯងបាទអញ្ចឹងបងប្អូនចង់បាននេះណា2ទឹកកន្លះនេះអានេះមានដៃ170បាទមានដៃ170វិញbrandកាត់ធាអានេះប៉ងកាញ់បាទប៉ងកាញ់អញ្ចឹងទៅបាទហើយមានដៃវាណាបងប្អូនមើលណាហ្នឹងហើយអញ្ចឹងដូចនិយាយអញ្ចឹងបងណា2ទឹកកន្លះក៏មាន brand AE brand កាត់ធាយើងមានទាំងអស់3ទឹកមានដៃ2ជាន់3ទឹកមានដៃ3ជាន់បាទ3ទឹកប៉ងកាញ់អញ្ចឹងបាទប៉ងធម្មតាក៏មានទាំងអស់ប្រភេទអព្លីបាយសាបក៏ខ្ញុំមានដែរបាទអព្លីបាយសាប4500វ៉ាត់ក៏ខ្ញុំមានផ្ទាំងអព្លី2000ក៏ខ្ញុំមានបាទអញ្ចឹងយើងមានសឹងតែសពគ្រប់បាទប៉ុន្តែមួយរយៈនេះយើងដាច់ស្តុកនៅ mixer ដាច់ស្តុក crossover បាទដាច់ស្តុកសិនប្រហែលជា crossover ប្រហែលជា2អាទិត្យទៀតចូលវិញបាទហើយបងដឹងហើយថាតម្លៃខ្ញុំលក់ប៉ុណ្ណាដឹងហើយអ្នកតាមដាន page តែអ្នកដែលអត់តាមដាន page អត់ដឹងទេខ្ញុំនិយាយថ្ងៃនេះអត់ដឹងដែរអញ្ចឹងបាទបងចង់ដឹងតម្លៃបងស្រឡាញ់នៅគេហៅថាគ្រឿងបង្គំគ្រឿងតន្ត្រីនេះបងអាច follow page ខ្ញុំព្រោះខ្ញុំមួយរយៈនេះខ្ញុំចេញបុកវីដេអូតែម្ដងបាទតម្លាក់វីដេអូឲ្យបានច្រើនជូនបងដើម្បីឲ្យបងឃើញបាទឃើញថាយើងលក់អីខ្លះអញ្ចឹងណាបាទពីមុនដោយសារតែគ្រឿងយើងនៅតិចខ្ញុំលក់តាមមុខទេតែឥឡូវយើងយកមកច្រើនវិញហើយបាទមានសឹងតែគ្រប់មុខអញ្ចឹងបងអាចសួរនាំខ្ញុំបានបាទអញ្ចឹងខ្ញុំអត់មានអីច្រើនទេថ្ងៃនេះបងចង់បង្ហាញតែប៉ុណ្ណេះឯងបាទអរគុណច្រើនជម្រាបលាបងប្អូន